ជាបងប្អូននេះឃ្លានតែសាច់ជ្រូក3ជាន់នេះហើយនិយាយរួមទៅខានហូបរៀងយូរដែរតែថ្ងៃនេះគឺសម្រាប់ថាញ៉ាំសាច់ជ្រូក3ជាន់ឲ្យច្រើនពេកដោយសារឃ្លានហើយនេះមួយទៀតគឺទឹកត្រីញៀនរូបមន្តទឹកញៀនច្រឡំរូបមន្តអ្នកកោះកុងនិយាយរួមអ្នកគ្រូសារបស់ខ្ញុំឬក៏បងដែលនៅកោះកុងគឺដឹងអីអ្នកសមុទ្រដែលគាត់ជាអ្នកនេសាទគាត់ដឹងរូបមន្តទឹកញៀនហ្នឹងហើយជំនាន់ខ្ញុំនៅកោះគឺខ្ញុំតែឃើញពូខ្ញុំគាត់ហូបតែគាត់ធ្វើហឹលជាងខ្ញុំទេណាហូបនៅក្នុងត្បាល់ហ្មងបុកឲ្យដាក់ក្នុងត្បាល់ហូបហ្មងអូយនិយាយថានឹកឃើញឲ្យទៅបុកអាទឹកត្រីហ្នឹងម្ដងនឹកឃើញហើយនឹកឃើញមួយទៀតគឺស្លឹកធៀងខេតបងប្អូនទីច្រឡំធៀងខេតទឹកសាបធៀងខេតទឹកប្រៃចាដាក់ដូចជាតិស៊ីគ្នាហ្មងបងប្អូនអើយបន្លែខ្ញុំមានអីខ្ញុំហូបនឹងដោយសារតែខ្ញុំឆ្នៃហូបខ្លួនឯងទេហ្នឹងហើយបងប្អូនកុំភ្លេចរូបមន្តអីឆាសួរបានអត់លាក់អត់លៀមទេអាចយកទៅលក់នៅហាងបានរូបមន្តហ្នឹងគឺឆ្ងាញ់ហ្មងខ្ញុំនិយាយថាឆ្ងាញ់គឺអូខេតែឆ្ងាញ់ហើយខ្ញុំអត់ចេះតែនិយាយណាឆ្ងាញ់ពិតណាចង់ខាត់ជាបន្តិចក៏បានដែរផ្សាយតែចំណូលបងប្អូន